ជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទបងប្អូនអ្នកគ្នាឃើញឆ្កែយើងជាសត្វមួយដែលចិញ្ចឹមនៅក្បែរខ្លួនថែទាំការពារផ្ទះរបស់យើងដើម្បីសុវត្ថិភាពជាពិសេសក៏វានៅក្បែរកូនចៅរបស់យើងផងដែរអញ្ចឹងបើសិនជាសត្វឆ្កែរបស់យើងមានបញ្ហាជំងឺតើយើងធ្វើដោះស្រាយបែបណាអញ្ចឹងឲ្យវាមានមានព្រូនឬក៏វាពេលខ្លះមានចៃទៀតទេអញ្ចឹងយើងមានថ្នាំសម្រាប់បាញ់ក៏ដូចជាចាក់អញ្ចឹងយើងមានឈុតពិសេសគឺអាចបច្ចុប្បន្នគេអាចបាញ់ទៅលើវាគឺបាច់ចៃតកែឬក៏បងប្អូនកំពុងតែជួបប្រទះនៅឆ្កែស្រាប់តែគេស៊ីរហូតដល់ដាច់ស្បែកស្អុយរលួយធំក្លិនរស់នៅក្បែរអត់បានឬក៏រីករុះគេហៅថាជំងឺប៉ាវ៉ូឬក៏ deep stow អញ្ចឹងយើងក៏មានឈុតសម្រាប់ព្យាបាលជាប្រភេទគ្រាប់ផងដែរអញ្ចឹងសម្រាប់បងប្អូនអរគ្នាកំពុងតែជួបប្រទះបញ្ហាឆ្កែកំពុងតែមានជំងឺធំក្លិនស្អុយឬក៏គេពេញខ្លួនចៃពេញខ្លួនមិនដឹងដោះស្រាយបែបណាអាចតំណែងមកខ្ញុំនឹងជួយដោះស្រាយជូនបងប្អូនអរគ្នាសូមអរគុណសូមគោរពលា